បាទសួស្តីទាំងអស់គ្នាបាទអញ្ចឹងខ្ញុំនឹងបង្ហាញចំណុចមួយទៀតទាក់ទងនឹងការបើកឯកសារដែលមានស្រាប់នៅក្នុងកម្មវិធី Excel បាទអញ្ចឹងឧបមាថាឥឡូវយើងបើកកម្មវិធី Excel មួយសិនបាទអញ្ចឹងខ្ញុំវាយពាក្យថា Excel ហើយខ្ញុំចុចលើកម្មវិធី Excel បន្តមកទៀតបាទយើងចុចទៅលើពាក្យ Open ដើម្បីបើកឯកសារដែលយើងបានSEOកាលពីលើកមុនហើយយើងចុចទៅលើពាក្យថា Browse បាទបន្តមកទៀតយើងចុចទៅលើ document ដោយសារតែឯកសាររបស់យើងSEO នៅក្នុង document បាទចុចលើ document ហើយបើសិនជាយើងអត់ឃើញយើងអាចសរសេរឈ្មោះនៅក្នុងប្រអប់ search បន្តមកទៀតយើងចុច enter មកយើងនឹងឃើញឈ្មោះឯកសាររបស់យើងហើយបាទអញ្ចឹងយើងគ្រាន់តែចុចលើឈ្មោះឯកសារហើយយើងចុចលើ open បាទនោះឯកសាររបស់យើងនឹងបើកដំណើរការបាទឲ្យយើងភ្លាមបាទហើយទាំងអស់គ្នាចង់ធ្វើការបន្ថែមទិន្នន័យសរសេរទិន្នន័យអីបញ្ចូលទៀតគឺយើងសរសេរមកហើយចុច file យើងចុច save ធម្មតាបាទឬក៏យើងចុចប៊ូតុង save ខាងលើនេះក៏បានដែរបាទមានតែប៉ុណ្្នឹងបាទសូមអរគុណ